มาคู่อ่ะโอ้ยเป็นหมดมั้งสะใจมาอู้โอ้ยบอกว่าน่ะคู่นี่เนยมวยตรงม้วนมั้งอ่ะให้ได้มวยสุ่มตะเคียวจะมั่งน่ะchết mà vậy tới bao tậpประเภท shop á xà gàนี่nó thờ mà ta sẽ đây một con này mà dạng này ta mới toàn trend kia mà dạng này kia là vậy small cô nè khu này không nè một này đã cho mùi sụp mà tech hill chẳng máu chết một con này là gì đã khu mùi mà nè sao khu con này hả má rồi chia ra bon thế này một bộ mồm tươi hả cú à pin pin món mà ôi bụng này chia ra hai thìประเภท ซุปจังนะพอนี่เนี่ยđã môi chín rồiอันนี้รู้จักกระโดดชมาtriệt một bộ này và tham một hộp này vạ thơ thì vạ thoáng thay giờ giờ nam a vì em taoรู้chết em ខ្មងកោអបខ្ទឹមសសួស្ដីបងប្អូនទាំងអស់គ្នាមួយរយៈនេះឃើញគេល្បី trend ខ្មងកោស៊ុបម្ទេសខៀវឥឡូវនេះខ្ញុំមកប្រាប់ពីរបៀបអបខ្ទឹមសវិញម្ដងហើយទៅសម្រាប់ដែលយើងយកមកធ្វើហ្នឹងគឺយើងកាត់ហើយយើងយកវាទៅស្រស់ដើម្បីបំបត្តិក្លិនគោមិនថាយើងយកទៅធ្វើអីទេបងប្អូនយើងយកវាទៅស្រស់ហើយយើងយកវាមកលាងសម្អាតម្ដងទៀតបានឲ្យវាស្អាតល្អឥឡូវនេះខ្ញុំបានលាងសម្អាតវាបានស្អាតល្អហើយចឹងយើងទៅមើលគ្រឿងផ្សំទាំងអស់គ្នាគ្រឿងផ្សំមិនមានអីពិបាកទេបងប្អូនយើងមានស្ករមានប៊ីចេងមានទឹកស៊ីអ៊ីវមានទឹកប្រេងខ្យងអញ្ចឹងណាហើយមានទឹកស្អាតយើងលាយតាមបរិមាណដែលយើងចង់ដាក់នេះសម្រាប់ខ្មងគោខ្ញុំប៉ុណ្ណឹងខ្ញុំលាយគ្រឿងប៉ុណ្ណឹងគឺល្មមហ្មងហើយយើងលាយយើងចាក់គោចូលគ្នាលាយគ្រឿងឲ្យសព្វមកចាំយើងទៅរៀបឆ្អឹងគោយើងនឹងដាក់នៅកណ្ដាលលុយមីញ៉ូមណាបងប្អូនហើយទៅនៅក្រោមហ្នឹងខ្ញុំដាក់គល់ក្រៃដាក់ម្ទេសបន្តិចដែរហើយបន្ទាប់មកយើងកូរគ្រឿងហ្នឹងឲ្យសព្វចូលគ្នាហើយបានយើងយកទៅស្រោចនៅលើឆ្អឹងហ្នឹងមកហើយយើងក្របវាហើយយើងយកទៅចំហុយរយៈពេល30នាទីចាំទៅអ៊ុតមើលទាំងអស់គ្នាបងប្អូនតើបន្ទាប់ពី30នាទីហ្នឹងតើខ្មងគោរបស់យើងវាបានល្អប៉ុណ្ណានេះបងប្អូនបន្ទាប់ពី30នាទីគឺឆ្អិនបានល្អបងប្អូនអាចសាកធ្វើបានណាបងប្អូនទាំងនេះឥឡូវឲ្យបងប្អូនទាញមេនុយថ្មីរបស់ខ្ញុំបងប្អូននេះមុខម្ហូបនេះធានាថាថ្មីសម្រាប់បងប្អូនទាំងអស់គ្នាហ្មងឥឡូវបងប្អូនទាញសិនណាខ្ញុំដាក់ចាក់មួយសិនបើមិនថ្មីមិនមែនខ្ញុំទេបងប្អូនទាំងនេះមុខម្ហូបថ្មីទៀតណាដាក់មកចាក់សិនបងប្អូនគ្នាម្ហូបនោះដាក់ជាមួយចាក់បានឆ្ងាញ់ទីហើយណាគេត្រឹមស្មងគោម្ទេសខៀវណាបងប្អូនទាំងគ្នាខ្ញុំស្មងគោអបខ្ទឹមសបងប្អូនទាំងគ្នាណាអបដូចកាធាអញ្ចឹងឥឡូវខ្ញុំហត់ទឹកមើលណាអូយជារ៉ៃបងប្អូនខួររបស់យើងនេះប្លែកបងប្អូនហ៎បងប្អូនមកខួរអូយmột đôi thay bằng bốn hẻm nè mùi tia rèm bao nè oh my god chọn cô khmer giờ cái nam bằng bộ đặc nè
อืม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 អូយបងប្អូនទាំងនេះមុខហូបមុខនេះអែមណែបងប្អូនទាំងនេះនិយាយពីរសជាតិអែមហ្មងអូមើលណែល្អហ៎អូយទៅនងដាក់មួយបុកថងចាំមកតោះសួស្ដីបងប្អូនអរគ្នាថ្ងៃនឹងដែរម្ហូបថ្មីទៀតហើយបងប្អូននេះអត់ដល់យើងធ្លាប់ទៅយកស្មងគោទៅស្ងោរស៊ុបបន្តិចខៀវណាថ្ងៃនឹងដែរគឺយើងយកមកសាកជាមួយនឹងបុកល្ហុងត្រីឆ្អើរវិញម្ដងចាំមើលចាប់ជាតិគ្នាអត់តំណងណាអូនិយាយចឹងបងប្អូនអ្នកនៅក្នុងក្រុងកំពង់ចាមណាចង់ញ៉ាំស្មងគោខ្ញុំមានលក់បងប្អូននេះកាត់ហើយស្អាតចេះនេះបងប្អូនមើលនេះ1គីឡូវា130000នេះឆៅបងប្អូនអាចយកទៅធ្វើមុខម្ហូបញ៉ាំខ្លួនឯងបានអូរសជាតិថ្មីព្រោះដល់យើងធ្លាប់តែយកទៅស្ងោរស៊ុបអូយបងប្អូនហើយគួរអមមែនតើនេះបងប្អូនចង់ហ្មងណាតែតើមកញ៉ាំមកខ្ញុំមានលក់ឆៅអូយណែគួរល្អយ៉ាងហ្នឹងដាក់មួយបុកធំចាំមើលនេះម៉ូនហេអត់ទេបងនេះប្លែកហើយញ៉ាំអត់ល្ងន់ទេណែអូយបងប្អូនហេដាក់មួយបុកធំអែមបងប្អូនចង់កំងស្មងគោឆៅតាក់តើមកលេខ Telegram ខ្ញុំមក